ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងមានស្តុកប្រភេទជប៉ុនសតមកទៀតហើយសេរីចាស់អធីនិងប្រភេទសិទ្ធិបងប្អូនសម្រាប់ពុកម៉ែបងប្អូនមានតម្រូវការជាមួយនឹងប្រភេទសេរីចាស់ឬក៏ប្រភេទសេរីថ្មីនៅសំណុំទឹកថ្នាំស៊ីនបងប្អូនអាចចូលមើលវីដេអូនេះបានហើយឈុតទី1នេះជាប្រភេទម៉ាស៊ីនអធី11សេះដែលប្រភេទដៃគឺ020បងប្អូនដៃនៅស្អាតមែនតើបងប្អូនមើលទៅឆ្កេះក្រោយទៅគឺសឹកតិចតួចមែនតើសម្រាប់បងប្អូនដែលគាត់ចង់បានជាមួយនឹងប្រភេទសេរីចាស់11សេះប្រភេទដៃសេរីថ្មីនេះតម្លៃត្រឹមតែ5លានជាងទេស្អាតទេបងប្អូនទាំងអស់គ្នាជាមួយនឹងប្រភេទដៃហើយក៏ដូចជាកង់និងម៉ាស៊ីនគឺទឹកថ្នាំស៊ីនបងប្អូន11សេះសេរីចាស់សម្រាប់បងចង់បានយកទៅបូមទឹកឬក៏ដាក់ជួដីអីគឺត្រូវឲ្យបងប្អូននេះ11តម្លៃធូរថ្លៃមែនតើត្រឹមតែ5លានជាងទេឈុតនេះតម្លៃ5លានជាងបងប្អូនយើងបានជាមួយនឹងម៉ាស៊ីនដែលស្អាតជាប្រភេទ RT11 ហើយកង់យកគឺសឹកប៉ុណ្នេះបងប្អូនតាសម្រាប់បងស្រឡាញ់ពេញចិត្តតាក់ទងមកបាននឹងឈុតនេះគឺជាប្រភេទម៉ាស៊ីន RT14 ហើយប្រភេទដៃគឺឆ្នាំ019បងប្អូននេះដៃគឺនៅសភាពបែបនេះបងប្អូននេះដុំតកញ្ចាប់អីគឺនៅប៉ុណ្ណឹងហើយនឹងកង់គឺនៅកាឡា 70% ជាមួយនឹងម៉ាស៊ីនគឺនៅសំណុំស៊ីនបងប្អូនសំណុំស៊ីនអត់តាន់ប៉ះសោទេបងប្អូននេះ K14 បងប្អូនក្បាលកាឡា K14 ដែលយើងទៅតែលាងទឹកហើយដាក់លក់តែម្ដងនៃសារប្រភេទម៉ាស៊ីនសំណុំគឺយើងអត់មានត្រូវប៉ះសោធ្វើអីថែមទេថ្នាំក៏យើងអត់បាញ់បន្ថែមដែរបងប្អូនអញ្ចឹងបងប្អូនអាចមើលបានទឹកថ្នាំស៊ីនគឺនៅប៉ុណ្ណឹងតែម្ដងបងប្អូនឈុតនេះតម្លៃត្រឹមតែ7លានជាងទេសម្រាប់មួយទួយឈរនេះប្រភេទដៃ019ម៉ាស៊ីនសំណុំ RT14 សេះចឹងបើសិនជាបងប្អូនចាប់អារម្មណ៍ឈុតនេះអាចតាក់ទងមកកាន់ហាងបានហើយមួយទៀតជាប្រភេទម៉ាស៊ីនគឺសទ្ធិបងប្អូននេះយើងទៅតែយកមកឲ្យបងប្អូនស្អាតមែនតើដៃគឺនៅខ្ចីបងប្អូនដៃនៅខ្ចីមែនតើបងប្អូនអាចមើលទឹកថ្នាំក៏ដូចជាប៉ុងនេះបងប្អូនប៉ុងគឺនៅខ្ចីធានាថាប៉ុងគឺមានតាន់ប៉ះសោរុះរើទេបងប្អូនធានាតែម្ដងបងប្អូននេះប៉ុង021បងប្អូនប៉ុង021ជាមួយនឹងកង់កាប់នេះកង់កាប់ទៀតបងប្អូននេះប្រើជាមួយនឹងកង់កាប់ហើយម៉ាស៊ីនគឺសទ្ធិ14សេរីថ្មីប្រភេទសញ្ញោបត់ឆ្វេងស្ដាំណែបងប្អូនអាចមើលទឹកថ្នាំបានហើយក៏ដូចជាមើលក្បាលប្រឡងគឺអត់មានតាន់ប៉ះសោទេសម្រាប់ក្បាលកន្លះគឺ K13 បងប្អូន K13 ប្រភេទម៉ាស៊ីនគឺនៅសំណុំបងប្អូនអត់តាន់ប៉ះសោអញ្ចឹងបើសិនជាបងប្អូនចាប់អារម្មណ៍ឈុតនេះតម្លៃត្រឹមតែ7លានជាងទេបងប្អូន7លានជាងសម្រាប់ឈុតនេះដាក់កង់កាប់បងប្អូនណាកង់កាប់កង់នៅស្អាតនៅទាំងព្រួយទៀតនេះបងប្អូនមើលបាននេះព្រួយនៅទាំងព្រួយទៀតអញ្ចឹងសម្រាប់បងស្រឡាញ់ឈុតនេះគិតជូនតម្លៃត្រឹមតែ7លានជាងទេប្រភេទម៉ាស៊ីនសំណុំហើយនឹងប៉ុងក៏សំណុំដូចគ្នាដែរបងប្អូនតោះចឹងបងស្រឡាញ់ពេញចិត្តឡើងមកមើលផ្ទាល់បាននឹងឈុតនេះបងប្អូនម៉ាស៊ីនគឺសទ្ធិ155ជាមួយនឹងប្រភេទប៉ុងគឺ020បងប្អូនប៉ុង020ហើយម៉ាស៊ីននេះក៏សំណុំដែរអត់តាន់ប៉ះសោទេបងប្អូននេះបាកន្លះបងប្អូនអាចមើលបានT19បងប្អូនT18 19នេះសេរីថ្មីហើយបងប្អូននេះក៏លេចមើលជាមួយនឹងប្លុងសើបិចក៏យើងអត់តាន់ដូរដែរបងប្អូននេះនៅសំណុំទាំងអស់ចឹងសម្រាប់បងស្រឡាញ់ជាមួយនឹងឈុតនេះអាចយកបានតម្លៃត្រឹមតែ7លានជាងដូចគ្នាតែកង់គឺនៅស្អាតមែនតើកង់បងប្អូនកង់គឺនៅស្អាតចឹងសម្រាប់បងចាប់អារម្មណ៍ឈុតនេះតាក់ទងមកបានតម្លៃត្រឹមតែ7លានជាងទេហើយនឹងប្រភេទម៉ាស៊ីន RT 14សេះមួយគ្រឿងនេះបងប្អូននេះក៏នៅស្អាតដែរសំណុំស៊ីនដូចគ្នាបងប្អូនអូយអត់សូវច្បាស់ចឹងសម្រាប់ឈុតនេះ